សួស្តីបងប្អូនអរគ្នាធ្លាប់ឮពាក្យនេះទេខ្លួនមួយចង់ជិះទូកពីរបាទស្ដាប់ទៅដូចជាធម្មតាប៉ុន្តែអត្ថន័យវាគឺស៊ីជម្រៅខ្លាំងមែនទែនបាទពាក្យនេះមានន័យថាមនុស្សម្នាក់ចង់បានអ្វីពីរដំណើរគ្នាក្នុងពេលតែមួយដោយមិនចង់បោះបង់អ្វីមួយបាទឧទាហរណ៍ថាមនុស្សម្នាក់គាត់មានសង្សារម្នាក់ហើយគាត់ចង់មានសង្សារម្នាក់ទៀតមនុស្សម្នាក់គាត់មានការងារហើយប៉ុន្តែគាត់មិនផ្ដោតទេគាត់ចង់ធ្វើអ្វីៗផ្សេងច្រើនទៀតមនុស្សជោគជ័យបងប្អូនមិនចេះតែធ្វើអ្វីគ្រប់យ៉ាងនោះទេប៉ុន្តែគេលះបង់ដើម្បីជោគជ័យទៅលើកិច្ចការរបស់គេមួយការលំបាកនោះគឺថានៅពេលដែលមនុស្សម្នាក់ជិះទូកពីរគឺនឹងបាត់ការផ្ដោតអារម្មណ៍ហើយធ្វើអ្វីក៏មិនល្អដែរហើយចុងក្រោយគឺអាចបាត់ពីតែម្ដងដូចជាជិះទូកពីរពិតចឹងបងប្អូនគឺអាចនឹងធ្លាក់ទឹកបាទមនុស្សដែលគេអាចទៅមុខរួចហើយគេមានការសម្រេចទៅបាននោះគឺគេជ្រើសរើសហើយគេផ្ដោតហើយគេអត់ធ្មត់បងប្អូនបាទបើសិនបើយើងចង់ធ្វើកិច្ចការឲ្យបានសម្រេចយើងត្រូវសួរខ្លួនឯងថាតើខ្ញុំជ្រើសរើសយកកិច្ចការមួយណាកុំខ្លួនមួយជិះទូកពីរទៀតបាទបើសិនបងប្អូនយល់ស្របសូមខមមិនពាក្យថាខ្លួនមួយជិះទូកមួយបានហើយ